ឯកឧត្តមសុកច័ន្ទភក្តីរដ្ឋលេខាធិការក្រសួងព័ត៌មាននិងជាប្រធានសមាគមសម្ព័ន្ធយុវជនដើម្បីសន្តិភាពបានជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំកណ្ដាលក្នុងសមាគមកាលពីព្រឹកថ្ងៃទី24ខែមេសាឆ្នាំ2025ឯកឧត្តមសុកច័ន្ទភក្តីរដ្ឋលេខាធិការក្រសួងព័ត៌មាននិងជាប្រធានសមាគមសម្ព័ន្ធយុវជនដើម្បីសន្តិភាពបានជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំកណ្ដាលក្នុងសមាគមសសយសក្នុងគោលបំណងដើម្បីពិភាក្សាសហការនិងលើកកម្ពស់ការអភិវឌ្ឍសមាគមឲ្យកាន់តែរឹងមាំនិងមានប្រសិទ្ធភាពទស្សនវិស័យរួមឯកឧត្តមសុកច័ន្ទភក្តីបានរំលឹកដល់សារៈសំខាន់នៃការរួមចំណែកយុវជនក្នុងកិច្ចការសន្តិភាពនិងការអភិវឌ្ឍសង្គមសមាគមសម្ព័ន្ធយុវជនដើម្បីសន្តិភាពត្រូវបំពេញភារកិច្ចជាដៃគូស្និទ្ធស្នាលជាមួយក្រសួងព័ត៌មានដើម្បីផ្សព្វផ្សាយអំពីសារសន្តិភាពនិងលទ្ធផលសកម្មភាពបន្តទៀតផែនការអភិវឌ្ឍសមាគមទី1បង្កើតកម្មវិធីបណ្ដុះបណ្ដាលនិងសិក្ខាសាលាស្ដីអំពីទូនាទីយុវជននិងសង្គមសន្តិភាពជាទូទៅត្រូវតែមានតម្លាភាពនិងផ្សព្វផ្សាយសារសន្តិភាពតាមបណ្ដាប្រព័ន្ធព័ត៌មានដទៃទៀតទី2បង្កើតកម្មវិធីទំនាក់ទំនងជាតិនិងអន្តរជាតិសម្រាប់យុវជនយុវតីដែលចង់ទៅរកការងារធ្វើនៅក្រៅប្រទេសដោយស្របច្បាប់ទី3សហការជាមួយក្រសួងព័ត៌មានឯកឧត្តមសុកច័ន្ទភក្តីបានផ្ដល់ការគាំទ្របច្ចេកទេសនិងផ្នែកប្រព័ន្ធផ្សព្វផ្សាយដើម្បីធានាថាសកម្មភាពនិងសេចក្តីប្រកាសរបស់សមាគមសម្ព័ន្ធយុវជនដើម្បីសន្តិភាពទទួលបានការចេញផ្សាយយ៉ាងទូលំទូលាយកើនឡើងការយល់ដឹងរបស់ប្រជាពលរដ្ឋទូទាំងប្រទេសលោកស្រីជាថ្នាក់ដឹកនាំអគ្គលេខាធិការនិងអគ្គលេខាធិការរងព្រមទាំងរដ្ឋបាលសមាគមផងដែរបានសរសើរពីទស្សនវិស័យនិងការគាំទ្ររបស់ឯកឧត្តមសុកច័ន្ទភក្តីដែលធ្វើឲ្យសមាគមមានកម្លាំងចិត្តក្នុងការធ្វើបេសកកម្មសន្តិភាពឲ្យបានសម្រេចជោគជ័យ